ស្ដីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូម្ដងទៀតហើយវីដេអូឃ្លីបនេះផងដែរគ្រូមានគោលបំណងក្នុងការចែករំលែកនៅបញ្ញត្តិមួយទៀតទាក់ទងជាមួយនឹងខ្លឹមសារមេរៀនថ្មីគឺទាក់ទងជាមួយនឹងមេរៀនទី2ស្ដីអំពីការបង្កើតថ្មីបាទអញ្ចឹងក្នុងខ្លឹមសារមេរៀនការបង្កើតថ្មីនេះបើយើងក៏លេខទៅមើលមាតិកាទៅយើងឃើញថាមានមាតិកាសំខាន់ប្រមាណជា4មាតិកាសំខាន់ដែលមាតិកាទី1គឺទាក់ទងជាមួយនឹងនិយមន័យទី2គឺទាក់ទងជាមួយនឹងដើមកំណើតនៃការបង្កើតថ្មីបាទទី3គឺទាក់ទងជាមួយនឹងកត្តាទាំងឡាយនៃការបង្កើតថ្មីនិងទី4ចុងក្រោយគឺអាចទាក់ទងជាមួយនឹងផលនៃការបង្កើតថ្មីតើវានឹងមានផលជាវិជ្ជមានអ្វីខ្លះប៉ុន្តែនៅក្នុងវីដេអូឃ្លីបមួយនេះគ្រូសូមចែករំលែកបងប្អូនទាក់ទងជាមួយនឹងបញ្ញត្តិនៃមេរៀនរបស់យើងគឺបញ្ញត្តិ2សំខាន់គឺរបបគំហើញនិងការបង្កើតថ្មីតើបងប្អូនធ្លាប់ឮពាក្យការបង្កើតថ្មីនិងរបបគំហើញពីមុនដែរមកឬទេអញ្ចឹងដើម្បីស្វែងយល់អំពីខ្លឹមសាររបស់វាសូមតាមដានវីដេអូឃ្លីបនេះជាមួយគ្រូទាំងអស់គ្នាអញ្ចឹងបញ្ញត្តិការបង្កើតថ្មីបើសិនបើយើងយកតាមខ្លឹមសារសភៅសិលធម៌ពលរដ្ឋរបស់យើងគេថាការបង្កើតថ្មីគឺជាផលិតផលសំយោគនៃរូបភាពថ្មីជាពិសេសគឺការផលិតអ្វីមួយដែលថ្មីដោយផ្អែកលើមធ្យោបាយចាស់បាទមធ្យោបាយចាស់ហើយដើម្បីសម្រេចនៅផលិតផលថ្មីមួយដែលមិនធ្លាប់មានពីមុនមកហ្នឹងគឺជានិយមន័យនៃការបង្កើតថ្មីមានន័យគឺជាការបង្កើតអ្វីមួយដែលថ្មីដែលអត់ធ្លាប់មានពីមុនមកទេប៉ុន្តែការបង្កើតអ្វីមួយដែលថ្មីហ្នឹងគឺវាផ្អែកទៅលើមធ្យោបាយចាស់កន្លងមកបាទមានតែប្រសិនបើអត់មានមូលដ្ឋានគ្រឹះក្នុងការផលិតទេក៏មិនអាចមានការបង្កើតថ្មីដែរអញ្ចឹងការបង្កើតថ្មីអាចមានទៅបានគឺវាមានមធ្យោបាយចាស់កន្លងមករួចហើយប៉ុន្តែគេអាប់ដេតទៅលើមធ្យោបាយហ្នឹងទៅអញ្ចឹងសម្រេចបាននៅផលិតផលមួយថ្មីដែលមិនធ្លាប់មានមកដែលមិនធ្លាប់មានពីមុនមកអញ្ចឹងផលិតផលសម្រេចនោះឈ្មោះថាជាផលិតផលនៃការបង្កើតថ្មីតួយ៉ាងឧទាហរណ៍ដូចជានៅក្នុងសភៅរបស់យើងគេលើកឧទាហរណ៍ទាក់ទងជាមួយនឹងវិស្វករបានបង្កើតម៉ាស៊ីនគិតលេខបង្កើតទូរស័ព្ទដៃទំនើបជាដើមហ្នឹងគឺជាសមិទ្ធផលនៃការបង្កើតថ្មីហើយរីឯរបបកំហើញវិញរបបកំហើញគឺមានន័យថាជាអ្វីដែលមានស្រាប់ប៉ុន្តែត្រូវបានគេរកឃើញបាទអញ្ចឹងរបបកំហើញគឺស្រួលយល់ជាងគេមានន័យថាគឺជាអ្វីដែលមានស្រាប់ហើយត្រូវបានគេរកឃើញអ្វីដែលត្រូវបានគេរកឃើញនោះគឺឈ្មោះថារបបកំហើញឬក៏ជាសមិទ្ធផលនៃរបបកំហើញហើយតួយ៉ាងនៅក្នុងខ្លឹមសារសភៅមេរៀនយើងទៀតគឺគេបានលើកពីអ្នកប្រាជ្ញមួយរូបគឺលោក Lavoisier មានន័យថាគាត់បាន Lavoisier ហ្នឹងគឺគាត់បានរកឃើញអុកស៊ីហ្សែននៅក្នុងខ្យល់អញ្ចឹងមុននឹងលោក Lavoisier រកឃើញអុកស៊ីហ្សែននៅក្នុងខ្យល់គឺមានន័យថាអុកស៊ីហ្សែននោះគឺវាមានស្រាប់នៅក្នុងធម្មជាតិហើយប៉ុន្តែអ្នកប្រាជ្ញហ្នឹងគឺគាត់បានរកឃើញបាទអញ្ចឹងរបបគំហើញគឺមានន័យថាជាអ្វីដែលវាមានស្រាប់ហើយត្រូវបានគេរកឃើញហើយនៅក្នុងនោះគឺគេបានលើកអ្នកប្រាជ្ញមួយរូបទៀតគឺលោកគូឡុំថាបានរកឃើញទ្វីបអាមេរិកបាទមានន័យថាមុនលោកគូឡុំហ្នឹងគឺទ្វីបអាមេរិកមានស្រាប់ហើយប៉ុន្តែដោយដំណើរគោចររបស់គាត់ហ្នឹងដំណើរចររបស់គាត់ដំណើររុករក adventure របស់គាត់ហ្នឹងគឺគាត់បានស្វែងរកទ្វីបអាមេរិកឃើញនេះគឺជាឧទាហរណ៍នៃរបបមួយដូច្នេះយើងឃើញថាបញ្ញត្តិ2ហ្នឹងគឺមានខ្លឹមសារខុសគ្នាពោលគឺការបង្កើតថ្មីមានន័យថាគឺជាការបង្កើតអ្វីមួយដែលថ្មីដែលមិនធ្លាប់មានពីមុនមកក៏ប៉ុន្តែការបង្កើតថ្មីនោះគឺអាស្រ័យទៅលើមធ្យោបាយដែលធ្លាប់មានគឺមធ្យោបាយចាស់ប៉ុន្តែគេអាប់ដេតវាទៅហើយបង្កើតបាននូវផលិតផលមួយដែលថ្មីដែលមិនធ្លាប់មានហើយអាចបម្រើឲ្យផលប្រយោជន៍របស់មនុស្សនោះហើយគឺជាការបង្កើតថ្មីឯរបបកំហើញវិញរបបកំហើញមានន័យថាជាអ្វីដែលមានស្រាប់ប៉ុន្តែត្រូវបានគេរកឃើញមានន័យរបស់នោះគឺវាមានស្រាប់រួចហើយប៉ុន្តែគេរកឃើញមកដូច្នេះគេចាត់ទុកថាជារបបកំហើញអញ្ចឹងសរុបសេចក្តីមកវិញបញ្ញត្តិសំខាន់នៅក្នុងខ្លឹមសារមេរៀនទី2របស់យើងទាក់ទងជាមួយនឹងការបង្កើតថ្មីគឺមានបញ្ញត្តិ2នឹងជាបញ្ញត្តិដែលសំខាន់
បាទតែបងត្រូវចងចាំទាំងអស់គ្នាហើយបញ្ញត្តិ2នេះផងដែរគឺធ្លាប់ចេញប្រឡងថ្នាក់ជាតិថ្នាក់ទី12តែម្ដងណាដែលសំណួរគេសួរថាដូចម្ដេចដែលហៅថាការបង្កើតថ្មីនិងរបបគំហើញអញ្ចឹងវាចេញមកគឺចេញមកឈុតចឹងមកការបង្កើតថ្មីជាអ្វីហើយរបបគំហើញជាអ្វីដូច្នេះគ្រូសង្ឃឹមថាវីដេអូនេះគឺអាចជាកន្លឹកដល់បងប្អូនក្នុងការសិក្សាស្វែងយល់បញ្ញត្តិ2នេះបន្ថែមទៀតហើយបងប្អូនចង់បានអត្ថន័យវាកាន់តែជ្រាលជ្រៅនិងលម្អិតសូមបងប្អូនទៅបើកសៀវភៅសិលធម៌ពលរដ្ឋរបស់យើងត្រង់មេរៀនទី2មាតិកាទី1ស្ដីអំពីការបង្កើតថ្មីនិងរបបគំហើញនឹងតែម្ដងនៅពេលនោះគឺបងប្អូននឹងបានអានអត្ថន័យវាច្បាស់លាស់ហើយបងប្អូនទៅសិក្សាវាបន្ថែមទៀតដើម្បីឲ្យបងប្អូនមានទំនុកចិត្តចំពោះខ្លួនឯងនិងបងប្អូនបានចងចាំនៅបញ្ញត្តិ2នេះទុកណាព្រោះវាជាមេរៀនដ៏សំខាន់មួយអញ្ចឹងវីដេអូនេះគឺសូមចែករំលែកត្រឹមតែប៉ុណ្ណឹងហើយបើសិនបងប្អូនយល់ថាវីដេអូនេះមានតម្លៃនិងមានខ្លឹមសារនិងជាកតិក្នុងការជំនួយការសិក្សាបងប្អូនសូមបងប្អូនចុច like និងជួយចែករំលែកបន្តវីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់បងប្អូនដើម្បីគាត់បានសិក្សាស្វែងយល់ទាំងអស់គ្នាហើយគ្រូសង្ឃឹមថាសម្រាប់បងប្អូនដែលស្រឡាញ់ពេញចិត្តនឹងការសិក្សាមុខវិជ្ជាសិលធម៌ពលរដ្ឋនេះនឹងទទួលបានជោគជ័យនៅថ្ងៃខាងមុខបាទជាពិសេសគឺការប្រឡងនៅថ្នាក់ជាតិសូមអរគុណ